អ្នកទាំង3នេះទើបតែចេញពីបង្គន់ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេបានធ្វើឲ្យចានបង្គន់បែកតែអ្នកដឹងទេថាជានរណាគឺជាវីរបុរស Ultraman ដែលបានធ្វើឲ្យបែកចានបង្គន់ដោយចៃដន្យពីព្រោះបង្គន់ដែលគេដើរចេញនោះមានទឹកហូរចេញមកយ៉ាងច្រើនលោក Dr. Sun Wukong និងលោក Dr. Ultraman កំពុងព្យាបាលបេះដូងឲ្យកញ្ញា Peggy ប៉ុន្តែមួយក្នុងចំណោមពួកគេបានចាក់ថ្នាំពុលឲ្យអ្នកជំងឺទៅវិញសុំសួរថាតើជានរណាDr. Sun Wukong កំពុងជាប់ការសង្ស័យដោយសារតែគេបានលូកដៃចូលទៅក្នុងហោប៉ៅយើងអាចសន្និដ្ឋានបានថាគេកំពុងតែលាក់អ្វីម្យ៉ាងកញ្ញាទាំង3នាក់នេះគឺជាមិត្តល្អនឹងគ្នាកាលនៅរៀនថ្នាក់វិទ្យាល័យហើយក៏ជាកូនសេដ្ឋីផងដែរបន្ទាប់ពីបែកគ្នាកំឡុងពេលរៀនមហាវិទ្យាល័យអស់ជាច្រើនឆ្នាំពួកគេបានណាត់ជួបគ្នាដើម្បីញ៉ាំអាហារមួយពេលជាមួយគ្នានៅក្នុងហាងដ៏ល្បីនិងទំនើបមួយប៉ុន្តែមានមិត្តម្នាក់ក្នុងចំណោមពួកគេគឺជាកូនសេដ្ឋីคล้ายៗក្នុងរយៈពេល6វិនាទីតើអ្នកដឹងថាជានរណាទេគឺជាកញ្ញាសក់ពណ៌ស្វាយដែលនៅកណ្ដាលបើគេជាកូនសេដ្ឋីទៅហើយហេតុអ្វីបានជាលួចលាក់ផ្លែឈើនៅក្នុងកាបូបទាំងកំពុងនៅក្នុងហាងមួយដ៏ទំនើបទៅវិញUltraman បានរងរបួសវាក៏មានពស់ពណ៌លឿងមួយដែលកំពុងវានៅលើខ្លួនរបស់គេហើយពស់នោះគឺជារបស់អាប្អូនដែលនៅខាងឆ្វេងដៃប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថាអ្នកណាដែលបានពុនពងសម្លាប់ Ultraman នៅក្នុងចំណោមមនុស្សទាំង3នាក់នេះតែអ្នកដឹងទេថាជានរណាបុរសសក់ក្រញ៉ាញ់ដែលនៅខាងស្ដាំចង់សម្លាប់ Ultraman យកជាទុកណាស់មើលទៅដើមទ្រូងរបស់ Ultraman ត្រូវបានគេចាក់ដោយកាំបិតដែលនៅក្នុងដៃរបស់បុរសដែលនៅខាងស្ដាំដែលកំពុងកាន់នេះហើយពស់ពណ៌លឿងនោះមិនមានជាតិពុលនោះទេដូច្នេះបុរសនៅខាងឆ្វេងគ្រាន់តែចង់លេងសើចជាមួយ Ultraman ប៉ុណ្ណោះគេមិនមានបំណងយកជីវិត Ultraman ឡើយអាប្អូនខ្លួនក្មេងមុខចាស់ទាំងពីរនាក់នេះកំពុងលេងល្បែងជាមួយគ្នាដ៏គួរឲ្យចាប់អារម្មណ៍មួយអ្នកឈ្នះនឹងទទួលបានរង្វាន់លុយសុទ្ធរហូតដល់$100 លានអាប្អូនពាក់អាវខៀវរៀបចំខ្សែបញ្ឆោតចំនួន4មានខ្សែតែមួយគត់ដែលគេទាញទៅត្រូវនិងខ្សែដែលគេកំពុងកាន់ភ្លាមអាប្អូនពាក់អាវលឿងទាយមិនត្រូវនោះទេឥឡូវនេះគេកំពុងស្វែងរកជំនួយពីអ្នកទាំងអស់គ្នាតែអ្នកអាចជួយគេបានទេគឺជាខ្សែមួយនេះតែអ្នកទាយត្រូវទេមនុស្ស3នាក់នេះកំពុងលេងជាមួយគ្នាក្នុងបន្ទប់ស្រាប់តែមានសំឡេងចម្លែកអ្វីម្យ៉ាងបន្លឺឡើងយ៉ាងខ្ទរពេញបន្ទប់តែម្ដងមនុស្ស2នាក់មិនអាចទ្រាំឮសំឡេងនោះបានទេប៉ុន្តែមានម្នាក់ដូចជាមានសភាពធម្មតាសម្រាប់គេតែជាអ្នកណាយើងមើលទៅអ្នកខាងស្ដាំបានឮសំឡេងនោះទៅបិទត្រចៀករបស់គេទោះបីអ្នកនៅកណ្ដាលបិទភ្នែកក៏ដោយគេក៏បានបិទត្រចៀកជាមួយគ្នាផងដែរមានតែមនុស្សនៅខាងឆ្វេងនោះទេដែលខ្ទប់មាត់ពីព្រោះវាហាក់បីដូចជារឿងធម្មតាសម្រាប់គេស្ត្រីម្នាក់នេះញ៉ាំនំខេកហើយពុលស្លាប់ភ្លាមមានជនសង្ស័យចំនួន3នាក់ហើយមានម្នាក់ដែលជាឃាតករតែអ្នកដឹងទេថានរណាជាឃាតករបុរសនេះគឺជាឃាតករយើងមើលទៅស្ត្រីខាងឆ្វេងឃើញថាគាត់ស្លៀកសម្លៀកបំពាក់ចុងភៅមានស្នាមប្រឡាក់នំខេកដូចនេះគាត់គ្រាន់តែជាអ្នកធ្វើនំតែប៉ុណ្ណោះស្ត្រីនៅខាងស្ដាំគ្រាន់តែមានស្នាមម្សៅពណ៌សធម្មតាដូចនេះគាត់មិនជាប់ពាក់ព័ន្ធនឹងរឿងដាក់ថ្នាំបំពុលនោះទេប៉ុន្តែបុរសនៅកណ្ដាលប្រទះឃើញដបថ្នាំពុលនៅក្នុងហោប៉ៅរបស់គេដូចនេះសរុបសេចក្តីមកយើងអាចសន្និដ្ឋានជំហានដំបូងថាឃាតករគឺជាគេអ្នកមើលទៅស្ត្រីខាងឆ្វេងហាក់បីដូចជាម្ដាយកំពុងពាក់មួកឲ្យកូនឃុំយ៉ាងជិតតែបើអ្នកមើលទៅខាងស្ដាំហាក់បីដូចជាឪពុកកំពុងពាក់មួកឲ្យកូនឃុំយ៉ាងជិតប៉ុន្តែមានម្នាក់ក្នុងចំណោមពួកគេកំពុងប្រព្រឹត្តបទល្មើសដោយការចាប់ជំរិតកូនក្មេងតែអ្នកដឹងទេថាជានរណាយើងមើលទៅអ្នកទាំងពីរនេះឃើញថាពួកគេកំពុងទទួលរងនៅអាកាសធាតុត្រជាក់យ៉ាងខ្លាំងដូច្នេះគេពាក់មួកឃ្លុំឲ្យកូនជារឿងធម្មតាឥ
ឥឡូវនេះយើងមើលទៅខាងឆ្វេងវិញម្ដងឃើញថាមេឃកំពុងបើកថ្ងៃអាកាសធាតុកំពុងក្តៅខ្លាំងហើយស្ត្រីវ័យចំណាស់នោះក៏មិនបានឃ្លុំចិត្តអីនោះដែរជើងសំពត់របស់ក្មេងស្រីនោះក៏មិនវែងដែរចុះហេតុអ្វីបានជាគេយកមុខដែលឃើញតែប្រហោងភ្នែកទៅគ្របឲ្យកូនគេមិនកាន់តែក្តៅហប់ហើយឬក៏ព្រោះតែគេមិនចង់ឲ្យអ្នកផ្សេងឃើញពីមុខរបស់ក្មេងស្រីនេះនេះជាម៉ោងសិលធម៌និងពលរដ្ឋវិទ្យាលោកគ្រូ Ultraman ទាំងពីរកំពុងបង្រៀនសិស្សប៉ុន្តែមានលោកគ្រូម្នាក់កំពុងបង្រៀនសិស្សឲ្យគ្មានសិលធម៌ទៅវិញតែអ្នកដឹងទេថាជានរណាគឺជាលោកគ្រូដែលនៅខាងឆ្វេងដៃនេះបើជាម៉ោងសិលធម៌ហេតុអ្វីគាត់នាំសិស្សថតរូបលេងទៅវិញមនុស្សទាំងនេះបានទៅគេងប៉ះចំផ្ទះខ្មោចមិនបងអង្គយូរពួកគេបាននាំគ្នារត់បាតជើងសូព្រាតតែអ្នកអាចប្រាប់បានទេថាមានខ្មោចប៉ុន្មានអ្នកនៅក្នុងបន្ទប់នេះមានខ្មោចសរុប4នាក់មានដៃខ្មោចនៅក្រោមគ្រែខាងស្ដាំមួយនៅលើគ្រែខាងស្ដាំមួយខ្មោចនៅខាងក្រៅបង្អួចមួយនិងនៅលើគ្រែខាងឆ្វេងមួយទៀតដូច្នេះសរុបទៅមានខ្មោចចំនួន4នាក់មេក្រុមសន្តិសុខភេគីបានទទួលកូនក្រុមថ្មី2នាក់ដែលនៅសងខាងគេនៅពេលនេះប៉ុន្តែភ្លាមគេបានដឹងថាក្នុងចំណោមសន្តិសុខថ្មីទាំង2នាក់នេះធ្វើការដោយគ្មានទំនួលខុសត្រូវនោះទេតែអ្នកដឹងទេថាជានរណាចំណាំថាបុរសនៅខាងឆ្វេងកំពុងស្ដាប់តន្ត្រីដោយប្រើកាសចេញពីទូរស័ព្ទដូចនេះគេកំពុងតែបំពេញតួនាទីរបស់គេដោយគ្មានទំនួលខុសត្រូវនោះទេនៅក្នុងផ្ទះនេះមានចៅចូលលួចកាលពីយប់មិញប៉ុន្តែពេលប៉ូលីសមកដល់ស៊ើបអង្កេតទើបដឹងថាចៅមិនបានចូលលួចតាមទ្វារនោះទេតែអ្នកដឹងថាចៅចូលលួចតាមណាទេចំណាំថារបាកញ្ចក់នៅលើឥដ្ឋត្រូវបានខូចនៅខាងក្រៅទ្វារដូច្នេះចៅគួរតែបំបែកកញ្ចក់ពីខាងក្នុងប្រសិនបើចៅបានបំបែកកញ្ចក់ពីខាងក្រៅដើម្បីចូលតាមទ្វាររបាកញ្ចក់គួរតែបែកនៅខាងក្នុងផ្ទះប៉ុន្តែមានគំតិចគំទីខ្លះនៅទីនេះដូចនេះយើងអាចសន្និដ្ឋានថាចៅប្រហែលជាចូលតាមបំពង់ផ្សែងមើលមួយផ្លេតអ្នកប្រហែលជាគិតថានាងស្រឡាញ់ក្មេងៗទាំងអស់នេះស្មើៗគ្នាប៉ុន្តែមានតែម្នាក់ទេដែលនាងស្រឡាញ់ខ្លាំងបំផុតព្រោះគេគឺជាកូនបង្កើតរបស់នាងតើអ្នកអាចប្រាប់បានទេថាជាអ្នកណាគឺជាអាក្អូនដែលកំពុងវានៅខាងឆ្វេងដៃនេះពីព្រោះក្មេងទាំងពីរនាក់ទៀតសុទ្ធតែមានរបួសប៉ុន្តែបើមើលទៅក្មេងដែលនៅខាងឆ្វេងដៃនោះគឺមានការថ្នាក់ថ្នមបានយ៉ាងល្អពូម្នាក់នេះដាក់ផ្លែឈើដែលទើបនឹងទិញថ្មីនៅលើកៅអីមិនទាន់បានញ៉ាំទេព្រោះរៀកប្រញាប់ចូលបន្ទប់ទឹកប៉ុន្តែពេលដែលត្រឡប់មកវិញគាត់បានឃើញថាផ្លែប៉ោមរបស់គាត់ត្រូវបាននរណាម្នាក់ខាំមិនឆ្លាតតែអ្នកណាជាអ្នកខាំចម្លើយដែលត្រឹមត្រូវគឺជាអាក្អូនសក់ក្បាលក្របត្រូវឡោកនៅខាងមុខនេះព្រោះអាក្អូននៅខាងក្រោយអត់មានធ្មេញខាងមុខដែលដូចទៅនឹងភិនភាគនៃការខាំផ្លែប៉ោមនោះទេចូលយកចិត្តទុកដាក់ចំពោះកលិនុបដ្ឋាយិកាទាំងពីរនាក់នេះម្នាក់ក្នុងចំណោមពួកគេគឺជាគ្រូពេទ្យខ្លែងៗតែអ្នកដឹងទេថាជានរណាគឺជាអ្នកគ្រូពេទ្យនៅខាងឆ្វេងដៃនេះពីព្រោះនាងបំរុងនឹងចាក់ថ្នាំអ្នកជំងឺដោយមិនបានពាក់ម៉ាស់នោះទេសំណួរទី1នេះគឺជារោងចក្រដំឡើងតុក្កតាឥឡូវនេះពួកគេកំពុងរៀបចំដាក់ដៃសម្រាប់តុក្កតាដែលខ្វះដៃខាងឆ្វេងជាមុនសិនតែអ្នកដឹងថាតុក្កតាមួយណាដែលត្រូវដំឡើងបន្ទាប់ទេសូមរងចាំចម្លើយនៅខាងចុងវីដេអូសំណួរទី2មនុស្សទាំងនេះត្រូវបានគេចាប់ដាក់ក្នុងគុកជាមួយគ្នាអ្នកយាមបានដឹងថាម្នាក់ក្នុងចំណោមពួកគេទើបតែបានសម្លាប់មនុស្សថ្មីសំណួរសួរថាតើជានរណាដែលទើបតែបានសម្លាប់មនុស្សថ្មីនោះ
សូមរងចាំចម្លើយនៅខាងចុងវីដេអូ មិត្តឆ្លាតជួយប្រាប់នាងផងថានាងត្រូវត្រឡប់ទៅតាមផ្លូវណាវិញឥឡូវនេះដល់ពេលពិនិត្យឲ្យមើលចម្លើយរបស់អ្នកហើយតោះទៅមើលថាតើសំណួរប៉ុន្មានដែលអ្នកបានឆ្លើយត្រឹមត្រូវចម្លើយនៃសំណួរទី1គួរតែត្រូវបានដាក់បញ្ចូលដៃឆ្វេងសម្រាប់នាងជាមុនសិនយកចិត្តទុកដាក់ដៃពខៀវនៅលើជញ្ជាំងគឺមានតែពខៀវទេដែលសម្រាប់ដៃខាងឆ្វេងមានតែនាងទេដែលខ្វះដៃឆ្វេងសំណួរទី2ជននេះជាឃាតករយកចិត្តទុកដាក់ចំពោះកាសែតនៅក្នុងដៃរបស់ប៉ូលីសក៏មានរូបគាត់ដែរអ្នកឆ្លើយត្រូវបានប៉ុន្មានសំណួរដែរសូមជួយចុច like និង share វីដេអូនេះផងណានេះជាថ្ងៃឈប់សម្រាកសម្រាប់មិត្តសម្លាញ់ទាំង3នាក់នេះពួកគេបានបួលគ្នាទៅហែលទឹកកំសាន្តប៉ុន្តែជាអកុសលមានម្នាក់ក្នុងចំណោមពួកគេបានលង់ទឹកស្លាប់ទៅហើយមិត្តឆ្លាតតើអ្នកដឹងថាជាមិត្តមួយណាគឺជាបុរសម្នាក់នេះដែលបានបាត់បង់ជីវិតរួចទៅហើយព្រោះមានតែគាត់ទេដែលមិនមានសញ្ញានៃជីវិតអណ្ដែតលើទឹកបុរសម្នាក់នេះនៅមាត់ច្រាំងគ្រាន់តែកំពប់កូកាកូឡាអ្នកនៅខាងស្ដាំនេះនៅតែមានសៀវភៅក្នុងដៃដូចនេះបញ្ជាក់ថាគាត់នៅមានជីវិតនេះជាថ្ងៃខួបអនុស្សាវរីយ៍សម្រាប់ប្តីប្រពន្ធមួយគូហើយពេលនេះមានប្តីប្រពន្ធពីរគូកំពុងញ៉ាំអាហារនៅក្នុងសន្តាគារមួយប៉ុន្តែប៉ូលីសបានសុំឲ្យម្ចាស់សន្តាគារបិទទ្វារដើម្បីចាប់ជនល្មើសដែលបានរត់គេចខ្លួនតែអ្នកដឹងទេថានរណាដែលបានរត់គេចខ្លួនជននេះជាអ្នករត់គេចខ្លួនយកចិត្តទុកដាក់លើជើងរបស់គាត់គឺមានខ្សែខ្នោះជើងបរិសុទ្ធ2នាក់នេះកំពុងបើកឡានទៅផ្ទះបន្ទាប់ពីធ្វើការរួចរាល់ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេបានរៀបការមានប្រពន្ធរួចហើយបរិសុទ្ធខាងស្ដាំរៀបការរួចហើយយកចិត្តទុកដាក់លើអ្វីដែលគាត់ដាក់នៅក្នុងឡានរបស់គាត់មានគ្រឿងសម្អាងនៅក្នុងនោះវាគឺសម្រាប់ប្រពន្ធរបស់គាត់តើអ្នកឆ្លើយត្រូវបានប៉ុន្មានសំណួរដែរសូមជួយចុច like និង share វីដេអូនេះផងណាចូលសង្កេតមើលដោយប្រុងប្រយ័ត្នក្នុងចំណោមមនុស្សទាំង3នាក់នេះមានម្នាក់មិនមែនជាខ្មោចឆៅពិតនោះទេតែអ្នកដឹងទេថាជានរណាចម្លើយដែលត្រឹមត្រូវគឺជាបុរសនៅកណ្ដាលពីព្រោះគេមានដៃ3ដោយដៃមួយដែលនៅកណ្ដាលនោះគឺជាដៃសុបនិមិត្តដែលគេប្រើដើម្បីបន្លំភ្នែកខ្មោចឆៅគ្នាវាប៉ុណ្ណោះចូលសង្កេតមើលដោយប្រុងប្រយ័ត្នបុរសជាឪពុកត្រូវបិសាចជញ្ជក់ឈាមខាំគាត់កំពុងកាន់មុខរបួសហូរឈាមសាច់ញាតិរបស់គាត់កំពុងញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នាហើយម្នាក់ក្នុងចំណោមពួកគេគឺពិតជាបានក្លាយទៅជាបិសាចទៅហើយតើអ្នកអាចដឹងថាអ្នកណាដែលបានក្លាយទៅជាបិសាចចម្លើយដែលត្រឹមត្រូវគឺស្ត្រីជាម្ដាយដែលបានក្លាយទៅជាបិសាចដោយសារតែបបេមាត់របស់នាងនៅតែមានជាប់ឈាមនៅឡើយបុរសម្នាក់នេះបានចូលទៅក្នុងផ្ទះដែលគេទុកចោលពេលចូលទៅដល់គាត់បានឃើញថាមានមនុស្សផ្សេងទៀតនៅក្នុងបន្ទប់ក្រៅពីខ្លួនគាត់មិត្តឆ្លាតតែអ្នកដឹងទេថាមានមនុស្សប៉ុន្មានអ្នកនៅក្នុងបន្ទប់នេះចម្លើយគឺមានមនុស្ស3នាក់មានម្នាក់កំពុងកាន់កញ្ចក់បុរសម្នាក់ដែលចូលទៅនោះមានប្រជ្រោយនៅលើមុខហើយនិងមនុស្សនៅក្នុងកញ្ចក់ម្នាក់ទៀតមិនមានប្រជ្រោយនោះទេមនុស្សក្នុងកញ្ចក់និងអ្នកដែលនៅក្រៅកញ្ចក់មិនមែនជាមនុស្សដូចគ្នានោះទេដូច្នេះសរុបមានមនុស្ស3នាក់